បាទគ្រប់ជំនួសមើលមកដល់គ្នាបាទអានេះមានតំណែងចូលច្រើនបាទមិនសិនអាចធ្វើຂະຫນាត់ទូចបាទຂະຫນាត់កាត់មែកណាបងប្អូនគ្នាបាទភេទយួរដៃមួយពីលើហើយ Max Steel ស៊េរីរបស់វាគឺ MS បាទ 194 TC បាទនេះសំណុំសិនមកពីជប៉ុនទាំងអស់ណាបងប្អូនគ្នាបាទហើយຂະຫນាត់ឡាមរបស់វាប្រវែងពីតែកន្លះមកចាអាមជាងបន្តិចទេបាទຂະຫນាត់ឡាមរបស់វាណាបាទនេះបោះអាឡម៉ង់សុតបាទជាតំណែងមកទឹកមកពីប្រទេសជប៉ុនបាទអញ្ចឹងសម្រាប់បងប្អូនចង់បានអាឡម៉ង់សុតបាទសំណុំសិន 100% បាទអាចតាក់ទងមកខាងខាងខ្ញុំបានដូចមកគ្រឿងនេះអញ្ចឹងបាទខ្ញុំបើកមើលធុងសាំងបាទនៅមានសាំងឲ្យសាំងនៅឡើងខៀវបងប្អូនគ្នាបាទនេះសាំងនៅឡើងខៀវសាំងជប៉ុនបាទទិញតែមួយខ្សែសពសាំងទិញតែមួយខ្សែឆេះបាទហើយសម្រាប់បងប្អូនត្រូវការណាបាទជាទិញគឺខ្ញុំរៀបចំមកស្អាតជូនមកប្លង់មកបាទលាងទឹកលាងបេនអីមកសម្អាតស្អាតមកស្រួលបានផ្ញើជូនបងប្អូនណាបាទមិនហ្នឹងបងប្អូនជាទិញម៉ាស៊ីនអញ្ចឹងបាទធ្វើតែលំឲ្យតើឲ្យអត់ទេបាទគឺសម្រាប់សម្រាំងជូនបងប្អូនបាទអត់ឲ្យបងប្អូនពិបាកផ្ញើទៅផ្ញើមកខាត់ពេលវេលាអញ្ចឹងណាបាទហើយមួយទៀតបងប្អូនជាតរចការប្រើហើយបាទមានបញ្ហាអត់ស្រួលក៏អត់ដោយមានបញ្ហាដែរព្រោះម៉ាស៊ីនបងប្អូនជាទិញទៅបាទបងប្អូនគឺទិញទៅប្រើណាបាទហើយពាក់ព័ន្ធនឹងតម្លៃរឿងថ្លៃទីបងប្អូនបាទបោះអាឡម៉ង់ណាបាទ Max Steel ហ្នឹងគឺថ្លៃបាទ Steel បោះអាឡម៉ង់គឺថ្លៃបាទហើយស៊េរីរបស់វាបោះអាឡម៉ង់សុតបាទ MS 194 TC ជាទំនិញមកទឹកមកពីជប៉ុនបាទហើយប្រភេទគឺសំណុំសិនស្អាតស្អាតទាំងអស់បាទតម្លៃរឿងថ្លៃតិចប៉ុន្តែបើយើងនិយាយពីគុណភាពបាទបងប្អូនកាត់មែកទេណាបាទតែមែកឆ្នាំហ្នឹងហើយទុកឆ្នាំក្រោយប្រើបានទៀតបាទមិនមែនថាកាត់មកប្រើហ្នឹងហើយខូចបោះចោលអត់ទេបាទបោះអាឡម៉ង់សិនយើងជាទីរឿងថ្លៃមែនប៉ុន្តែយើងប្រើបានយូរឆ្នាំបាទប្រើឆ្នាំហ្នឹងរួចរាល់ចប់ការងារទុកឆ្នាំក្រោយគឺប្រើបានទៀតបាទចំណេញអញ្ចឹងបើសិនជាបងប្អូនទិញរបស់ធម្មតាបាទ70 80 100អីបាទប្រើតែមកប្រើឲ្យខូចបាទលើក្រោយទិញទៀតអស់លុយទៀតបាទអញ្ចឹងបើយើងចំណាយលុយតែមួយសាហើយបាទប្រើបានយូរតែហ្មងបាទអត់ពិបាកទេហើយម៉ាស៊ីនសក់ឆេះយល់ម៉ាស៊ីននេះខ្ញុំទិញមកពីជប៉ុនមកនេះបាទនិយាយរួមសឹងថាមិនបាច់លាងបែបក៏ឆេះដែរបាទគាត់ថាបងប្អូនបញ្ជាទិញគឺខ្ញុំត្រូវតែលាងអញ្ចឹងណាបាទជៀសវាងប្រការណាមួយអត់ស្រួលបាទយើងម៉ាស៊ីនឡោកម៉ាស៊ីនអាលួយយើងមកលក់ទេបាទខាងឃ្លាំងខ្ញុំណាបាទអញ្ចឹងបងប្អូនបញ្ជាទិញច្បាស់បាទឃ្លាំងរបស់ខ្ញុំណាបាទទីតាំងឃ្លាំងនៅគីឡូ7បាទខណ្ឌរិស័យកែវនៅខាងក្រោយផ្សារច្រាំងជំរះម៉ាលិចប្រហែលជា2គីឡូអញ្ចឹងបងប្អូនបញ្ជាទិញបាទមើលភេកឲ្យច្បាស់បាទមើលទីតាំងឲ្យច្បាស់បាទចាំបញ្ជាទិញបាទអញ្ចឹងបើយើងទិញអត់បានបណិតបច្ច័យមើលរបស់បាទអត់ស្គាល់ម៉ាកអត់ស្គាល់យីហោត្រឹមត្រូវច្បាស់លាស់បងប្អូនបញ្ជាទិញទៅគឺប្រើអត់ស្រួលទេបាទទី1ប្រាក់សួរទី2ស្រួលចាញ់បើអ្នកលក់ទៀតបាទអញ្ចឹងអ្នកលក់កន្លែងខ្ញុំគឺខ្ញុំបញ្យល់បងប្អូនអតិថិជនបាទដែលគាត់អត់ស្គាល់ឲ្យគាត់ស្គាល់របស់ពិតថារបស់ពិតវាយ៉ាងម៉េចបាទរបស់ខ្លាំងគឺយ៉ាងម៉េចបាទអញ្ចឹងបងប្អូនបញ្ជាទិញពីខាងខ្ញុំទៅបាទអស់ក្តីបារម្ភឯងបាទសម្រាប់បងប្អូនបញ្ជាទិញមិនចេះសោះក៏អាចយល់បាទក៏អាចចេះខ្លះដែរហ្នឹងហើយអញ្ចឹងខ្ញុំយកមកនេះបាទបងប្អូនបញ្ជាទិញទៅបាទខ្ញុំរៀបចំមកប្លង់ជូនបងប្អូនទាំងអស់គ្នាអត់ឲ្យពិបាកប្រើផ្ទះការងារឬក៏ឡាលួនដោយប្រការណាមួយទេអញ្ចឹងវីដេអូខ្ញុំបង្ហាញបងប្អូនទាំងគ្នាមានប៉ុណ្ណឹងបាទបើសិនជាមានតម្រូវការម៉ាស៊ីនអាចឈឺបាទខ្នាតទូចកាត់មែកអាចតាក់ទងមកបានបាទអញ្ចឹងតំណែងនាំចូលពីជប៉ុនផ្ទាល់បាទកំងពីជប៉ុនសុទ្ធតែជាប្រភេទគឺមាន grade A លេខ1បាទយកមកចាក់ប្រសាគឺឆេះតែម្ដងបាទអត់យកម៉ាស៊ីនអលួយបាទឡោកយកមកដូរគ្រឿងដាក់គ្រឿងអាយចូលដាក់លក់អត់ទេបាទឃ្លាំងខ្ញុំជាក់ច្បាស់បាទចឹងបងប្អូនបញ្ជាទិញដោយទំនុកចិត្តដាក់ដោយភាពជឿជាក់ដោយគុណភាពបាទអញ្ចឹងវីដេអូខ្ញុំបង្ហាញបងប្អូនទាំងគ្នាមានប៉ុណ្ណឹងបាទបើសិនជាមានតម្រូវការតាក់ទងមកបាទបាទអរគុណច្រើនគ្រប់លា